អ្នកប្រដាល់គុណខ្មែរទម្ងន់ស្រាលប៊ុនសុធានឹងត្រូវប៉ះកីឡាករប៉ែនកយ៉ាស៊ីនដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងទឹកប្រាក់ធំចំនួន$10,000អាមេរិកនៅថ្ងៃទី14ខែធ្នូឆ្នាំ2025នាសង្វៀន Gainsburg ថ្លែងប្រាប់ក្រុមការងារ PNN Sport កំពុងវឹកហាត់នៅក្លឹបប្រដាល់លោកគ្រូធុនសុភាកីឡាករប៊ុនសុធាបានអះអាងថារូបគេកំពុងតែវឹកហាត់ពង្រឹងសមត្ថភាពនិងបច្ចេកទេសត្រៀមប៉ះកីឡាករប៉ែនកយ៉ាស៊ីនក្នុងជំនួបវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់និងទឹកប្រាក់$10,000ប៊ុនសុធាថាការប្រកួតដណ្ដើមប្រាក់រង្វាន់ធំបែបនេះគឺជាលើកទី1របស់ខ្លួនហើយក្រោយប្រឡូកក្នុងអាជីពជាអ្នកប្រដាល់គុណខ្មែរអស់រយៈពេលជាង12ឆ្នាំប៊ុនសុធាបានរំលេចថាឱកាសដណ្ដើមប្រាក់រង្វាន់ធំជាលើកដំបូងនេះរូបគេបានដាក់ចិត្តវឹកហាត់ជាមួយនឹងក្តីសង្ឃឹមយកឈ្នះ 70% ត្បិតប្រាក់រង្វាន់ធំលើកនេះអាចឲ្យរូបគេយកទៅសាងសង់ផ្ទះជាទីលំនៅសម្រាប់ស្នាក់នៅកីឡាករវាយបុកមិនចេះដកថយរូបនេះបានបញ្ជាក់ទៀតថាប៉ះកីឡាករប៉ែនកយ៉ាស៊ីនក្នុងវគ្គផ្ដាច់ព្រាត់នៅថ្ងៃទី14ខាងមុខនេះទម្ងន់វាយអាចនឹងមានការផ្លាស់ប្ដូរទៅតាមកលៈទេសៈព្រោះការប៉ះគ្នាជាមួយនឹងកីឡាករប៉ែនកយ៉ាស៊ីនជាលើកទី3ខណៈការប៉ះគ្នាលើកទី2កន្លងមករូបគេចាញ់ពិន្ទុកីឡាករប៉ែនកយ៉ាស៊ីនដូច្នេះហើយការប៉ះគ្នាលើកទី3នេះទោះបីចាញ់ឬឈ្នះនឹងឈប់ប៉ះគ្នាទៀតហើយបាទសម្រាប់ធៀមខ្លួនគឺលើកនេះល្អជាងរាល់ដងបងបាទលើកនេះល្អជាងរាល់លើកទី1លើកទី2ទៀតបងដោយសារយើងប្រកួតហើយយើងសម្រាប់តែមួយថ្ងៃពីរថ្ងៃបាត់ឈឺខ្លួនហើយគឺយើងចូលមកហាត់វិញធម្មតាឥឡូវយើងហាត់មករហូតបងហាត់មករហូតយើងអត់ហ៊ាននិយាយមុនទេបងព្រោះពេលខ្លះទៅយើងគិតថាវាតានតឹងទៅយើងមិនតានតឹងវិញដល់ពេលខ្លះយើងគិតថាមិនសិចតានតឹងទៅវាតានតឹងខ្លាំងវិញយើងអត់ដឹងបងព្រោះវាហ្នឹងយើងក៏បុកវឹកហាត់ច្រើនគាត់ក៏បុកវឹកហាត់បានច្រើនរួចគាត់ក៏ព្យាយាមរកបច្ចេកទេសវាយយើងក៏ព្យាយាមរកបច្ចេកទេសវាយគាត់ទៅវិញទៅមកព្រោះវាជាអាកាសធំបងដូចខ្ញុំ12ឆ្នាំប្រកួតគុណខ្មែរហ្នឹងគឺលើកទី1បងដែលមានឈ្មោះប្រកួតប្រកួត$10,000ហើយឥឡូវយើងឈានដល់វគ្គផ្ដាច់ព្រាត់ហើយអញ្ចឹងខ្ញុំក៏ចង់ឲ្យប្រវត្តិវត្តសាស្ត្រឆ្លំដែរបងព្រោះលើកទី1យើងចាញ់លើកទី2យើងចាញ់ទៀតអញ្ចឹងលើកទី3យើងអត់ចង់ចាញ់ទៀតទេបងព្រោះលើកនេះខ្ញុំសូមប្រកាសមកថាមិនថាចាញ់ឬក៏ឈ្នះខ្ញុំសូមឈប់ប៉ះគាត់បងត្រឹមតែ3ដងបានទេបងព្រោះយើងប៉ះច្រើនដងទៅវាអត់សូវផ្ទុះអញ្ចឹងបងថាយើងឈ្នះចាញ់យើងបានល្អមួយនៅប៉ះគ្នារហូតហ្នឹងវាអត់សូវចាប់អារម្មណ៍បងតោះយូរយើងប៉ះគ្នាម្ដងឥឡូវគាត់ថាលើកនេះមិនថាខ្ញុំចាញ់ឬក៏ខ្ញុំឈ្នះខ្ញុំគិតថា3ដងនេះបានទេបងបាទព្រោះពីមុនខ្ញុំបានប្រកាសថាឈប់ប្រកួតមួយគាត់ហើយតែពេលសន្និដ្ឋានរបស់PNNគាត់សុំប្រកួតខ្សែក្រវ៉ាត់ទៅគាត់រៀបចំខ្សែក្រវ៉ាត់កម្មវិធីធំក៏យើងចាប់ដើមលេងម្ដងទៅបងប្អូនខ្លះគាត់ថាថ្ងៃមុនថាលេងប៉ះហើយឥឡូវប៉ះគ្នាទៀតចេះកុំឲ្យថាយើងនិយាយពាក្យអីចឹងហ៎បងឥឡូវថាមកប្រកួតនេះហើយគឺសុំអត់ប៉ះហើយបងចឹងថាសុំឲ្យកុំរៀបចំទៀតគឺឲ្យចប់ត្រឹមលើកទី3ហ្នឹងហ៎បងបាទអញ្ចឹងលើកហ្នឹងឲ្យដាច់ស្រះគាត់មកអស់ខ្ញុំមកអស់នេះបាទអញ្ចឹងក៏ឲ្យអស់ត្រឹមហ្នឹងឲ្យអស់ថ្ងៃហ្នឹងអស់សមត្ថភាពពីគ្នាអញ្ចឹងបងបាទសូមជម្រាបថាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់និងប្រាក់រង្វាន់$10,000នេះមានកីឡាករចូលរួមចំនួន4រូបមានដូចជាកីឡាករប៊ុនសុធាកីឡាករប៉ុងធីរីគឿងសវណ្ណឃីមនិងកីឡាករប៉ែនកយ៉ាស៊ីនការប្រកួតតាមរូបមន្តម៉ារ៉ាតុងមុនកីឡាករប៊ុនសុធាបានឡើងទៅវគ្គផ្ដាច់ព្រាត់ត្រូវប៉ះកីឡាករយ៉ាស៊ីននាថ្ងៃទី14ខាងមុខនេះកីឡាករប៊ុនសុធាបានយកឈ្នះកីឡាករប៉ុងធីរីខណៈដែលប៉ែនកយ៉ាស៊ីនបានយកឈ្នះកីឡាករគឿមសវណ្ណឃីម